សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងចូលដល់សំណួរលេខ2តទៅជាមួយនឹងវិញ្ញាសាទី2តទៅមួយការប្រឡងឌីប្លូមរបស់យើងណាចំពោះបងប្អូនទី9ដែលត្រៀមប្រឡងសញ្ញាបត្រឌីប្លូមនេះគឺជាបាទសំណួរទី2នៅក្នុងវិញ្ញាសាទី2បាទអញ្ចឹងយើងមកបញ្ចំណោះចូលបញ្ចល្បះខាងក្រោមឲ្យបានត្រឹមត្រូវកង់ម្យ៉ាងដែលមានថ្មិញព័ទ្ធជំវិញហៅថាបាទអញ្ចឹងកង់ម្យ៉ាងដែលមានថ្មិញព័ទ្ធជំវិញបាទយើងហៅថាបាទស្ពឺបាទអញ្ចឹងស្ពឺគឺជាកង់ម្យ៉ាងដែលមានថ្មិញព័ទ្ធជុំបាទព័ទ្ធជំវិញបាទចម្លាប់របស់យើងគឺយើងត្រូវមកពេញពាក្យថាស្ពឺបាទស្ពឺគឺជាកម្មវិធីដែលមានថ្មិញព័ទ្ធជំវិញសំណួរខនៅក្នុង sequence កុងតាក់និង passive បាទត្រូវបានតបជាប់ទៅនឹងតើក្នុងចន្លោះនេះយើងគួរបំពេញយ៉ាងគេគឺយើងអញ្ចឹងយើងសាកសម័យមើលនៅក្នុងការប្រើប្រាស់ចរន្តអគ្គិសនីក្នុងគេហដ្ឋានដែលយើងបានរៀនណាអញ្ចឹងខ្សែដែលយើងប្រើប្រាស់មាន2គឺខ្សែផាសនិងខ្សែណឺតនៅក្នុងករណីនេះតើយើងគួរតែបន្តកុងតាក់និង passive ទៅខ្សែផាសឬក៏ខ្សែណឺតបាទអញ្ចឹងក្នុងករណីនេះគឺយើងទៅខ្សែផាសបាទចំណុចត្រឹមត្រូវគឺយើងបំពេញថាខ្សែផាសសំណួរកចម្ងាយរវាងអនុវល់ទៅនឹងខ្សែសកម្មនៃកម្លាំងហៅថាបាទតើគឺជាអ្វីចម្ងាយរវាងអនុវល់ទៅខ្សែសកម្មនៃកម្លាំងហៅថាបាទចម្ងាយគឺប្រវែងដៃខ្នោះបាទយើងពេញថាប្រវែងដៃខ្នោះបាទអញ្ចឹងនៅក្នុងសំណួរទី2នេះគឺយើងមានតែ3បាទ3ល្បះទេទីកកង់យ៉ាងដែលមានថ្មិញពុតជំវិញហៅថាស្ពឺក្នុង sequence កងតាក់និង passive ត្រូវតែតបជាប់ទៅនឹងខ្សែផាសបាទខ្សែផាសមិនមែនខ្សែណឺតទេគឺយើងតទៅខ្សែផាសកចម្ងាយរវាងអនុវល់ទៅខ្សែសកម្មនៃកម្លាំងហៅថាប្រវែងនៃខ្នោះបាទអញ្ចឹងនៅក្នុងលំហាត់នេះគឺមានតែប៉ុណ្្នឹង